លោកស៊ីជីនពីងបានក្លាយជាប្រធានាធិបតីចិនអស់មួយជីវិតបន្ទាប់ពីការកំណត់អាណត្តិប្រធានាធិបតីនៅក្នុងរដ្ឋធម្មនុញ្ញចិនត្រូវបានលុបចោលលោកស៊ីជីនពីងពីយុវវ័យក្រីក្រក្លាយជាប្រធានាធិបតីចិនអស់មួយជីវិតការកែប្រែរដ្ឋធម្មនុញ្ញនេះត្រូវបានអនុម័តដោយកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាចិនរដ្ឋធម្មនុញ្ញរបស់ប្រទេសចិនបានកំណត់ឲ្យប្រធានាធិបតីកាន់អំណាចបានតែ2អាណត្តិប៉ុណ្ណោះចាប់តាំងពីទសវត្សរ៍1990មកប៉ុន្តែលោកស៊ីជីនពីងដែលនឹងត្រូវបញ្ចប់អាណត្តិជាប្រធានាធិបតីនៅឆ្នាំ2023នោះមិនបានបញ្ចេញឈ្មោះអ្នកស្នងតំណែងប្រធានាធិបតីឲ្យបានច្បាស់លាស់នោះទេក្នុងអំឡុងសម័យបកកុម្មុយនីសចិននាពេលកន្លងមកមិនតែប៉ុណ្ណោះលោកបានពង្រឹងអំណាចនយោបាយរបស់លោកនៅពេលដែលបកកុម្មុយនីសចិនបានបោះឆ្នោតតម្កល់ឈ្មោះនិងមនោគមវិជ្ជារបស់លោកនៅក្នុងរដ្ឋធម្មនុញ្ញរបស់បកដែលជាការដំឡើងឋានៈរបស់លោកស្មើទៅនឹងលោកម៉ៅសេទុងតើលោកស៊ីមានប្រវត្តិនិងវីរភាពការងារដូចម្តេចខ្លះទើបលោកក្លាយជាអគ្គមគ្គុទ្ទេសក៍កំពូលរបស់ប្រទេសចិនដូចនេះសូមអញ្ជើញទស្សនាវីដេអូកំពូលមនុស្សនេះដូចតទៅជីវិតជួបការលំបាកក្នុងយុវវ័យលោកស៊ីជីនពីងកើតនៅថ្ងៃទី15ខែមិថុនាឆ្នាំ1953នៅស្រុកហ្វូភីងខេត្តશાនស៊ីភាគកណ្ដាលប្រទេសចិនឪពុករបស់លោកឈ្មោះស៊ីសុងស៊ុនជាអ្នកនយោបាយជាន់ខ្ពស់របស់បកកុម្មុយនីសចិននិងធ្លាប់កាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រីចិនលោកស៊ីសុងស៊ុនបានរងភាពអយុត្តិធម៌អស់រយៈពេល16ឆ្នាំចាប់ពីឆ្នាំ1962ស៊ីជីនពីងធ្លាប់ត្រូវបានគេប្រមាថមើលងាយនឹងរើសអើងដោយសាររឿងអយុត្តិធម៌របស់ឪពុកលោកក៏ធ្លាប់ត្រូវបានគេរិះគន់ជាសាធារណៈធ្លាប់រងភាពអត់ឃ្លានធ្លាប់ជាមនុស្សដើរអនាថារហូតដល់ធ្លាប់ត្រូវគេចាប់ឃុំទៀតផងនៅដើមឆ្នាំ1969ស៊ីជីនពីងដែលមានវ័យមិនទាន់គ្រប់16ឆ្នាំផងបានផ្លាស់ប្ដូរទីលំនៅទៅកាន់តំបន់ជនបទនៃភាគខាងជើងខេត្តសានស៊ីនិងបានប្រកបរបរធ្វើកសិកម្មនៅទីនោះស៊ីធ្លាប់ធ្វើស្រែចម្ការរកអុសធ្យូងថ្មវាយថ្មលើកទំនប់រែកលាមកពលគឺការងារអ្វីក៏ដោយក៏ស៊ីធ្លាប់ធ្វើការលំបាកអ្វីក៏ដោយក៏ស៊ីធ្លាប់ជួបប្រទះដែរនៅឆ្នាំ1975ស៊ីត្រូវបានជ្រើសរើសឲ្យទៅបន្តការសិក្សានៅសាកលវិទ្យាល័យឈិងហួរនៅថ្ងៃចាក់ចេញអ្នកភូមិបាននាំគ្នាឈរអមតាមផ្លូវដើម្បីជូនដំណើរស៊ីរស់នៅតំបន់ជនបទរយៈពេល7ឆ្នាំមិនត្រឹមតែធ្វើឲ្យស៊ីបង្កើតនៅចំណងមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយប្រជាជនក្នុងតំបន់នោះប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានធ្វើឲ្យគេយល់ដឹងកាន់តែស៊ីជម្រៅអំពីតំបន់ជនបទរបស់ប្រទេសចិននិងស្ថានភាពពិតប្រាកដនៅតាមមូលដ្ឋានរបស់ប្រទេសចិនផងដែរចំណុចទាំងអស់នេះហើយបានរួមបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងការស្វែងរកនៃឆាកជីវិតរបស់លោកហើយការធ្វើការងារជាក់ស្ដែងដើម្បីប្រជាជនចិនបានក្លាយជាគោលដៅដ៏មុតមាំរបស់ស៊ីជីនពីងចូលបម្រើនយោបាយក្រោយពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យឈិងហួរលោកស៊ីជីនពីងបានចូលបម្រើបកកុម្មុយនីសនៅក្នុងឆ្នាំ1974បន្តិចម្ដងលោកបានក្លាយជាបុគ្គលមួយរូបដ៏លេចធ្លោនៅក្នុងជួរបកនៅឆ្នាំ1979លោកស៊ីបានចូលបំពេញការងារជាលេខាធិការនៅខុទ្ទកាល័យនៃក្រមប្រឹក្សាកិច្ចការរដ្ឋនិងខុទ្ទកាល័យនៃគណៈកម្មាធិការយោធាមជ្ឈិមចាប់ពីឆ្នាំ1982មកជាបន្តបន្ទាប់រហូតដល់កាន់មុខតំណែងជាអគ្គមគ្គុទ្ទេសក៍កំពូលរបស់ប្រទេសចិនចាប់ពីខេត្តશાនស៊ីរហូតដល់រដ្ឋធានីប៉េកាំងពីខេត្តហឺប៉ៃរហូតដល់ខេត្តហ្វូជៀនពីខេត្តហ្សេជាងរហូតដល់ទីក្រុងសៀងហៃពីតំបន់ក្រីក្រនៅភាគខាងលិចរហូតដល់មជ្ឈមណ្ឌលនយោបាយនិងវប្បធម៌ជាតិពីតំបន់មិនសូវអភិវឌ្ឍនៅភាគខាងកើតរហូតដល់តំបន់រីកចម្រើនតាមឆ្នេរសមុទ្រលោកស៊ីជីនពីងបានកាន់តួនាទីនយោបាយតាមភូមិស្រុកក្រុងខេត្តនិងកាន់មុខតំណែងសំខាន់នៃនយោបាយបកនិងយោធាមជ្ឈិមនៅអំឡុងពេលនោះលោកស៊ីបានឆ្លៀតពេលបន្តវិជ្ជានៅថ្នាក់អនុបណ្ឌិតនៅវិទ្យាសាស្ត្រនរសាស្ត្រនិងសង្គមសាស្ត្រសាកលវិទ្យាល័យឈិងហួរពីឆ្នាំ1998ដល់ឆ្នាំ2002រហូតបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់លោកស៊ីជីនពីងតែនិយាយថាពេលកាន់មុខតំណែងមួយនៅតំបន់មួយត្រូវតែផ្ដល់សុភមង្គលដល់តំបន់នោះត្រូវស្រឡាញ់ប្រជាជនដូចជាស្រឡាញ់ឪពុកម្ដាយរបស់ខ្លួនជានិច្ចកាលលោកបានចាត់ទុកក្តីសុបិនរបស់ប្រជាជនជាក្តីសុបិនរបស់ខ្លួនលោកបានថ្លែងថាការរំពឹងចង់បានជីវភាពរស់នៅដ៏ល្អប្រសើររបស់ប្រជាជនគឺជាគោលដៅខិតខំប្រឹងប្រែងរបស់យើងលោកបានគូបញ្ជាក់ថាកម្មាភិបាលនិងអ្នកដឹកនាំត្រូវតែបំពេញការងារជាក់ស្ដែងនិងដើរនៅជួរមុខ
លោកស៊ីជីនពីងបានគូបញ្ជាក់ថាក្នុងពេលបំពេញការងារនៅស្ថាប័នបកនិងនយោបាយគឺគប្បីចាត់ទុកការផ្ដល់ភាពងាយស្រួលដល់ប្រជាជនជារឿងសំខាន់ជាងគេដើម្បីធ្វើជារដ្ឋាភិបាលដែលបម្រើប្រជាជនលោកស៊ីជីនពីងបានកត់សម្គាល់ឃើញថាក្នុងនាមជាអ្នកដឹកនាំត្រូវតែឈរលើមូលដ្ឋាននៃបច្ចុប្បន្នភាពហើយក៏ត្រូវតែមានចក្ខុវិស័យវែងឆ្ងាយផងដែរដូច្នេះហើយបានជាក្នុងក្រសែភ្នែករបស់កម្មាភិបាលនិងមហាជនជាច្រើនចាត់ទុកលោកស៊ីជីនពីងជាអ្នកដឹកនាំមួយរូបដែលមានស្មារតីកំណែទម្រង់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងមានភាពច្នៃប្រឌិតថ្មីបន្ទាប់ពីលោកស៊ីជីនពីងឡើងកាន់មុខតំណែងប្រទេសចិនបានចាប់ផ្ដើមនៅដំណើរថ្មីនៃការធ្វើកំណែទម្រង់ដោយស៊ីជម្រៅនិងបើកចំហដោយគ្រប់ជ្រុងជ្រោយបច្ចុប្បន្នកំណែទម្រង់របស់ប្រទេសចិនបានឈានចូលដល់ដំណាក់កាលពុះពៀការលំបាកនិងគន្លឹះដែលពាក់ព័ន្ធដល់ទំនាក់ទំនងនិងទំនាស់ផលប្រយោជន៍ក្នុងស្រទាប់ថ្នាក់ជ្រៅលោកស៊ីជីនពីងបានប្រើវិធានការជំរុញសេដ្ឋកិច្ចឲ្យអភិវឌ្ឍដោយបរិសុទ្ធនិងជានិរន្តរភាពកែលម្អជីវភាពរស់នៅរបស់ប្រជាជនជំរុញបបផែននៃការរំដោះខ្លួនចេញពីភាពក្រីក្រនិងកាត់បន្ថយភាពក្រីក្រជំរុញកិច្ចកសាងអេកូអរិយធម៌ជំរុញការប្រឆាំងអំពើពុករលួយនិងផ្ដួចផ្ដើមភាពស្អាតស្អំគ្រប់គ្រងបកយ៉ាងម៉ឺងម៉ាត់និងលើកកម្ពស់សមត្ថភាពដឹកនាំរបស់បកកាន់អំណាចជាដើមនៅឆ្នាំ2013លោកស៊ីជីនពីងបានលើកពីគំនិតផ្ដួចផ្ដើមស្ដីពីការរួមគ្នាកសាងយុទ្ធសាស្ត្រខ្សែក្រវ៉ាត់មួយនិងផ្លូវមួយនិងបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីដែលទទួលបានការគាំទ្រនិងចូលរួមយ៉ាងសកម្មរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះដំណើរវិវត្តនិងសមិទ្ធផលនៃកិច្ចកសាងយុទ្ធសាស្ត្រខ្សែក្រវ៉ាត់មួយនិងផ្លូវមួយទទួលបានផលជាផ្លែផ្កាលើសពីការរំពឹងទុករីឯសេចក្តីផ្ដួចផ្ដើមស្ដីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីក៏បានសម្រេចនៅខែធ្នូឆ្នាំ2015ផងដែរមិនថាការបំពេញការងារនៅតាមតំបន់ឬមជ្ឈិមនោះទេលោកស៊ីជីនពីងតែងតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់ដល់ការងារការទូតនិងរាប់អានជាមួយមិត្តភ័ក្តិអន្តរជាតិយ៉ាងទូលំទូលាយពេលបម្រើការងារនៅរដ្ឋបាលតំបន់លោកបានទៅបំពេញទស្សនកិច្ចនៅប្រទេសនិងតំបន់ជាង60ក្នុងទ្វីបទាំង5និងបានទទួលជួបជាមួយភ្ញៀវបរទេសជាច្រើនរូបអ្នកនយោបាយបរទេសសំខាន់ជាច្រើនដែលធ្លាប់ប្រស្រ័យតាក់ទងជាមួយលោកស៊ីសុទ្ធតែកត់សម្គាល់ឃើញថាលោកជាអ្នកដឹកនាំដែលមានជំនឿចិត្តមានភាពប្រកបប្រជាប្រកបដោយគតិបណ្ឌិតនិងមានមេត្រីភាពនៅឆ្នាំ2008ភាពលេចធ្លោរបស់លោកស៊ីជីនពីងកាន់តែធំឡើងដោយលោកត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននិងត្រូវបានតែងតាំងឲ្យទទួលខុសត្រូវក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡ িম্প ិកឆ្នាំ2008ក្នុងទីក្រុងប៉េកាំងនៅដើមឆ្នាំ2012លោកស៊ីបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីជួបពិភាក្សាការងារមួយចំនួនជាមួយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ានៅក្នុងដំណើរទស្សនកិច្ចនោះលោកបានថ្លែងអំពីការបង្កើនការជឿជាក់លើគ្នានិងកាត់បន្ថយការសង្ស័យគ្នារវាងចិននិងសហរដ្ឋអាមេរិកនិងត្រូវគោរពផលប្រយោជន៍គ្នាទៅវិញទៅមកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកលោកស៊ីជីនពីងត្រូវបានជ្រើសតាំងជាអគ្គមគ្គុទ្ទេសក៍កំពូលរបស់ប្រទេសចិននៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2012ក្នុងវ័យ59ឆ្នាំលោកស៊ីត្រូវបានជ្រើសតាំងជាអគ្គលេខាធិការមជ្ឈិមបកកុម្មុយនីសចិននៅក្នុងសន្និសីទពេញអង្គលើកទី1នៃសមាជិកបកកុម្មុយនីសចិនលើកទី18នៅថ្ងៃទី15ខែធ្នូឆ្នាំ2012លោកត្រូវបានតែងតាំងជាអគ្គលេខាធិការរបស់បកកុម្មុយនីសចិននិងជាប្រធានគណៈកម្មការយោធាមជ្ឈិមនៅក្នុងសន្ទរកថាជាលើកដំបូងក្នុងនាមជាអគ្គលេខាធិការបកកុម្មុយនីសលោកបានថ្លែងអំពីសេចក្តីប្រាថ្នារបស់មនុស្សគ្រប់រូបនិងអំពាវនាវឲ្យមានការអប់រំប្រសើរជាងមុនការងារមានស្ថិរភាពប្រាក់ចំណូលខ្ពស់មានជីវភាពរស់នៅប្រសើរនិងមានបរិស្ថានល្អជាងមុនលោកក៏បានបដិញ្ញាចិត្តកម្ចាត់អំពើពុករលួយឲ្យបានខ្លាំងបំផុតនៅក្នុងស្ថាប័នរដ្ឋាភិបាលបដិញ្ញាធ្វើឲ្យចិនលេចធ្លោក្រោយក្លាយជាប្រធានាធិបតីនៅថ្ងៃទី14ខែមីនាឆ្នាំ2013លោកស៊ីជីនពីងត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមរបស់ប្រទេសចិននៅក្នុងសន្និសីទលើកទី1នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេសនីតិកាលទី12បន្ទាប់ពីទទួលបានតំណែងដ៏កំពូលនេះលោកបានបដិញ្ញាចិត្តដើម្បីធ្វើឲ្យប្រទេសចិនមានភាពលេចធ្លោលើឆាកអន្តរជាតិបន្ទាប់ពីបានឡើងកាន់តំណែងជាប្រធានាធិបតីលោកបានបំពេញតាមការសន្យាដំបូងរបស់លោកភ្លាមដោយលោកបានធ្វើយុទ្ធនាការកម្ចាត់អំពើពុករលួយក្នុងជួររដ្ឋាភិបាលមន្ត្រីមានអំណាចជាច្រើនរូបត្រូវបានចាប់ខ្លួនរួមមានអតីតប្រធានសន្តិសុខជាតិហើយនៅបំណាច់ឆ្នាំ2014បកកុម្មុយនីសចិនបានធ្វើការដាក់ទណ្ឌកម្មមន្ត្រីជាង 10,000 នាក់លោកស៊ីជីនពីងក៏បានជំរុញឲ្យមានកំណែទម្រង់យោធាផងដែរដើម្បីធ្វើទំនើបកម្មកងទ័ពជើងទឹកនិងដែនអាកាស
ដែលជាផ្នែកមួយនៃគោលដៅរបស់លោកក្នុងការធ្វើឲ្យចិនក្លាយទៅជាប្រទេសមហាអំណាចពិភពលោកសតវត្សទី21នៅចុងខែកុម្ភៈឆ្នាំ2018គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសបានស្នើឲ្យមានការលុបចោលការកំណត់អាណត្តិសម្រាប់ប្រធានាធិបតីនិងអនុប្រធានាធិបតីដែលការផ្លាស់ប្ដូរនោះធ្វើឲ្យលោកស៊ីជីនពីងអាចកាន់អំណាចអស់មួយជីវិតនៅក្នុងសន្ទរកថាលោកបានលើកឡើងអំពីការបង្រួបបង្រួមជាមួយនឹងតៃវ៉ាន់ផងដែររងការរិះគន់ខ្លាំងនៅក្នុងវិបត្តិជំងឺរាតត្បាតនៅចុងឆ្នាំ2019មេដឹកនាំចិនបានប្រឈមនឹងបញ្ហាដ៏ធំមួយដោយសារតែមានការផ្ទុះវីរុសកូវីដ -19 ចេញពីទីក្រុងវូហានអាជ្ញាធរចិនព្យាយាមបិទព្រំដែនទីក្រុងវូហាននៅថ្ងៃទី23ខែមករាឆ្នាំ2020ប៉ុន្តែវីរុសមរណៈនោះបានឆ្លងរាតត្បាតទៅកាន់ទីកន្លែងផ្សេងលោកស៊ីជីនពីងនិងបក្សកុម្មុយនីសចិនរងការរិះគន់យ៉ាងខ្លាំងជុំវិញវិធានការយឺតយ៉ាវក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃការផ្ទុះវីរុសកូវីដ -19 រួមមានការបិទមិនឲ្យវិជ្ជបណ្ឌិតធ្វើការប្រកាសអាសន្នអំពីជំងឺដ៏កាចសាហាវនេះទោះយ៉ាងណាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនបានធ្វើឲ្យវីរុសកូវីដ -19 បន្ថយល្បឿននៃការរាតត្បាតចាប់តាំងពីខែមីនាខណៈដែលប្រទេសផ្សេងរងការវាយប្រហារខ្លាំងពីវីរុសនេះធ្លាប់រៀបការ2ដងលោកស៊ីជីនពីងបានរៀបការភរិយាទី1ឈ្មោះខេលីងលីងដែលជាកូនស្រីបង្កើតរបស់ឯកអគ្គរដ្ឋទូតចិនមួយរូបប្រចាំប្រទេសអង់គ្លេសប៉ុន្តែចំណងអាពាហ៍ពិពាហ៍របស់ពួកគេបានដើរដល់ផ្លូវបំបែកនៅប៉ុន្មានឆ្នាំក្រោយមកអ្នកទាំងពីរមិនមានកូនឡើយមុនពេលបែកបាក់គ្នានៅក្នុងឆ្នាំ1982លោកស៊ីរៀបការភរិយាទី2ឈ្មោះផេងលីយួនលោកនិងភរិយាក្រោយនេះជួបគ្នាជាលើកដំបូងនៅឆ្នាំ1986ហើយបន្ទាប់មកអ្នកទាំងពីរក៏បានជាប់ចិត្តជាប់និស្ស័យជាមួយគ្នាក្រោយរៀបការលោកនិងភរិយាមានកូនស្រីមួយរូបគួរឲ្យស្រឡាញ់នាងមានឈ្មោះថាស៊ីមីងស៊ីដែលមានន័យថាធ្វើជាមនុស្សស្អាតស្អំនិងមានប្រយោជន៍ដល់សង្គមគ្រួសាររបស់លោកមានសុភមង្គលពេញបរិបូរណ៍ណាស់ទ្រព្យសម្បត្តិគេហទំព័រ Spears Magazine រំពឹងថាលោកស៊ីមានទ្រព្យសម្បត្តិប្រមាណ 1.51 ពាន់លានដុល្លារទស្សនៈល្អរបស់លោកស៊ីជីនពីង1សុភមង្គលមិនកើតឡើងដោយខ្លួនឯងទេហើយក្តីសុបិនក៏នឹងមិនខ្លាចជាការពិតដែរប្រសិនជាយើងមិនស្វែងរកនិងខិតខំធ្វើការដើម្បីសម្រេចវា2បញ្ហានៅអាស៊ីត្រូវបានដោះស្រាយដោយអាស៊ាននិងសន្តិសុខអាស៊ីត្រូវការពារដោយអាស៊ាន3ប្រទេសចិនមិននាំចេញភាពអត់ឃ្លាននិងភាពក្រីក្រទេ4ហេតុអ្វីយើងត្រូវប្រកាន់ជំហររឹងមាំលើការដឹកនាំរបស់បកលើវិស័យយោធាពីព្រោះនោះជាមេរៀនអំពីការដួលរលំនៃសហភាពសូវៀត5វឌ្ឍនភាពប្រវត្តិសាស្ត្រដ៏អស្ចារ្យតែងកើតមានឡើងបន្ទាប់ពីមានគ្រោះមហន្តរាយធំប្រជាជាតិរបស់យើងរឹងមាំនិងរីកចម្រើនតាមរយៈការលំបាកនិងការរងទុក្ខ6រាល់ការងាររបស់សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់គណៈបកត្រូវតែឆ្លុះបញ្ចាំងពីឆន្ទៈរបស់គណៈបកឆ្លុះបញ្ចាំងពីទស្សនៈរបស់គណៈបកការពារអំណាចរបស់គណៈបករក្សានៅឯកភាពរបស់គណៈបកនិងទទួលបាននូវការស្រឡាញ់ពីគណៈបក7ការពារយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការជ្រៀតចូលនៃមនោគមវិជ្ជារបស់លោកខាងលិចនិងមានមនសិការទប់ទល់នឹងឥទ្ធិពលជ្រុលនិយម8គ្មាននរណាម្នាក់ស្ថិតក្នុងតួនាទីមកបញ្ជាប្រជាជនចិនឲ្យធ្វើនៅអ្វីដែលគួរនិងមិនគួរធ្វើនោះឡើយ9ប្រសិនបើអ្នកអាចដុសខាត់ខ្លួនឯងសូមធ្វើវាពីមួយថ្ងៃទៅមួយថ្ងៃមែនហើយសូមឲ្យមានការកែលម្អខ្លួនប្រាណអ្នកជារៀងរាល់ថ្ងៃ10មិត្តមកពីវិស័យសារព័ត៌មានចិនត្រូវការស្វែងយល់ពីពិភពលោកឲ្យបានច្រើនហើយពិភពលោកក៏ត្រូវរៀនសូត្រពីចិនឲ្យបានច្រើនផងដែរខ្ញុំសង្ឃឹមថាមិត្តអ្នកសារព័ត៌មាននឹងបន្តប្រឹងប្រែងនិងចូលរួមវិភាគទានបន្ថែមទៀតដើម្បីធ្វើឲ្យការយោគយល់គ្នាមានទៅវិញទៅមកកាន់តែស៊ីជម្រៅរវាងចិននិងបណ្ដាប្រទេសនានានៅលើពិភពលោក